សូមជ្រះថ្លាអនុមោទនាណាមោតាស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតាស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតាស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមត្ថុរតនតយសៈវណ្ដាមិទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពសូមលើកកំបងគង់អញ្ជលីក្រាបសំពះនមស្ការថ្វាយបង្គំឧទ្ទិសដៅចំពោះព្រះរតនត្រ័យទាំង3មានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពសពកាលទាំងពួងខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូព្រះចៅអធិការវត្តអង្គការាមស្ថិតនៅឃុំក្រាំងយ៉ូអញ្ចឹងឯងញោមឃុំក្រាំងយ៉ូភូមិគោឃុំក្រាំងយ៉ូស្រុកស្អាងខេត្តតាកែវដល់ខេត្តកណ្ដាលដោយសេចក្តីគោរពជ្រះថ្លាហើយនមស្ការថ្វាយបង្គំប្រកាសណាម្ចាស់គ្រប់ព្រះអង្គដែលមានព្រះវត្តមាននៅក្នុងទីអារាមវត្តអង្គការាមទាំងអស់អង្គដោយសេចក្តីជ្រះថ្លានិងរាប់អានសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សាប្រគេនទានចំណាំព្រះវស្សានិងសម្ពុទ្ធសាដកដល់ព្រះភិក្ខុសង្ឃគង់ក្នុងវត្តអង្គការាមហៅវត្តតអោងភូមិគោឃុំក្រាំងយ៉ូស្រុកស្អាងខេត្តតាកែវនៅខេត្តកណ្ដាលវាច្រឡំទៅតាកែវញោមមកសល់មួយថ្ងៃសម្ដែងធម៌ទេសនានៅព្រៃវែងសរសេរចំណងជើងខុសទៀតដាក់តែភូមិកណ្ដាលស្រុកស្វាយតួដល់ខេត្តតាកែវទៀតឥឡូវមកដល់នេះដូចយ៉ាងម៉េចញោមដូចចិត្តមិនដាច់ពីតាកែវវិញព្រោះអាត្មាគុំនៅខេត្តតាកែវញោមដល់អញ្ចឹងទៅចេះតែច្រឡំតាកែវហើយក្រាំងយ៉ូយើងនេះនៅចិត្តតាកែវទៀតចេញពីនេះទៅវត្តឈ្នះវត្តអីញោមណាចិត្តបកាយនឹងហើយអាត្មាក៏
សម្ដែងធម៌ទេសនាហើយក៏ត្រូវវិលត្រឡប់ទៅវិញដែរពីព្រោះនៅវត្តព្រះពុទ្ធកាសបោព្រៃធំចាស់ស្រុកកោះដែលខេត្តតាកែវហ្នឹងក៏និមន្តធ្វើពិធីសូត្រមន្តថ្ងៃនេះចូលវស្សាស្អែកហើយវត្តខ្លះគេសូត្រមន្តម្សិលមិញចូលវស្សាថ្ងៃនេះវត្តខ្លះចូលវស្សាស្អែកណែវាខុសគ្នាអញ្ចឹងញោមអាត្មាមិនយល់ដែរនៅក្នុងវិន័យបៃដកភាគ7និយាយអំពីការចូលវស្សាដោយសារបុណ្យនេះបុណ្យចូលវស្សាអាត្មាក៏មិនទៅលើកធម៌ដតីណាដើម្បីសម្ដែងដែរគឺលើកអំពីការចូលវស្សានិងទូនីតិពុទ្ធបរិស័ទដើម្បីឲ្យបានស្ដាប់បានពិចារណាបានយល់ក្នុងកិច្ចការងារក្នុងកិច្ចការងារបុណ្យកុសលតាមវត្តអារាមនានាចឹងទេញាតិញោមចាំផ្ទៀងសោតៈដើម្បីស្ដាប់និងទទួលយកអត្តន័យខ្លឹមសារទាំងអស់នៅក្នុងពេលនេះដូចតទៅញោមណាសូមអនុមោទនាហើយញោមក៏មាត់អញេអញៃសង្ងំបន្តិចណាអាត្មាមិនសំដែងយូរទេប្រហែលជា5ម៉ោងអីហ្នឹងចប់ទេដាច់បាយប្រសក់មកថ្ងៃនេះអាងតលោកឆានហើយនិយាយលេងនេះញោមមិនឲ្យដាច់ទេព្រោះបុណ្យយើងនេះរៀងរាល់ឆ្នាំតែងតែធ្វើញោមត្រូវសិក្សាអំពីពាក្យថាវស្សាពាក្យថាវស្សាហ្នឹងបានន័យថាឆ្នាំភ្លៀងឬរដូវភ្លៀងពាក្យថាវស្សាណាចុះពាក្យថាកាន់វស្សាឬចាំវស្សាកាន់វស្សាឬចាំវស្សាហ្នឹងបានន័យថានៅរក្សាអរុណក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរក្នុងពុទ្ធសាសនិកហើយចុះពាក្យថាចូលវស្សាអ្នកញោមត្រូវសិក្សាពាក្យហ្នឹងពាក្យថាចូលវស្សាបានន័យថាផ្ដាច់ញារក្សាអរុណក្នុងទីភ្លៀងក្នុងទីកំណត់របស់ភិក្ខុសាមណេរក្នុងពុទ្ធសាសនាហើយចុះពាក្យថាដាច់វស្សាពាក្យថាដាច់វស្សាបានន័យថានៅឲ្យកន្លងអរុណហ្នឹងគឺព្រះអាទិត្យហ្នឹងណាកន្លងអរុណក្នុងទីអាវាសវត្តដែលលោកបានចាំវស្សារបស់ភិក្ខុសាមណេរបានន័យថាធ្វើឲ្យកន្លងហើយអាហ្នឹងដាច់ហើយចូលពាក្យថាទៀនវស្សាណាទៀនអាត្មានិយាយពាក្យហ្នឹងឲ្យញោមស្ដាប់ឲ្យសនុកយល់ពាក្យថាទៀនវស្សាគឺជាទៀនធំដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាប្រគេនព្រះភិក្ខុសង្ឃក្នុងអាវាសវត្តណាមួយដើម្បីអុជនៅក្នុងពេលចាំព្រះវស្សានឹងឯងអាហ្នឹងអញ្ចឹងចុះពាក្យថាសាដកបានន័យថាសម្ពុតសម្រាប់ងូតទឹកភ្លៀងអាហ្នឹងញោមត្រូវសិក្សាពាក្យថាចូលវស្សាចាំវស្សាឬចំកាន់វស្សាដាច់វស្សាគេណាទៀនធំសាដកហ្នឹងវាមានអត្តន័យតែប៉ុណ្្នឹងក្នុងការចូលវស្សាហ្នឹងហើយចូលវស្សាហ្នឹងអាត្មានិយាយកន្លែងហ្នឹងបន្តិចហើយចាំចូលទូនីតិពុទ្ធបរិស័ទទាំង5ហើយចប់ចែកផ្លូវគ្នាទៅមកការចូលវស្សានេះគេចូលវស្សាតែភិក្ខុសាមណេរក្នុងពុទ្ធសាសនាទេមិនវសក់ចូលវស្សាទេទីកន្លែងឃុំខ្លះស្រុកខ្លះ
លោកចូលភាសាហើយវាទៅជាមានប្រសក់ចូលភាសាដែររហូតដល់មានប្រកាន់ទៀតថាកុំការកូនក្នុងភាសាវានាំឲ្យចង្រៃហើយបើលោកវាថាកុំសឹកក្នុងភាសានាំឲ្យចង្រៃអញ្ចឹងកុំងាប់ក្នុងភាសាដែររងគេមាននិយាយអញ្ចឹងផងឯងនិយាយតែគ្នាឯងហើយខ្លះទៀតលោកចូលភាសានៅវត្តប្រសក់គេចូលភាសានៅសាលាសំណាក់តាមភូមិ3ខែដោយលោកដែរប៉ុន្តែចូលភាសារបៀបប្រសក់ហ្នឹងបើតាមដឹងព័ត៌មានមកមិនសូវស្រួលប្រមាណទេអាចារ្យហ្នឹងពោះម៉ាយហើយយាយហ្នឹងក៏ពោះម៉ាយថ្វាយអង្គមព្រះ3ខែនៅសាលាសំណាក់ថ្វាយចុះថ្វាយឡើងសែនមួយគ្នាបាត់តែបន្តិចស្រឡាញ់គ្នាសោះប៉ុន្តែរបៀបលក្ខណៈលាក់កូនណាដល់ហើយឥឡូវការរបស់គាត់ទៅវាចឹងណាញោមប៉ុន្តែញោមត្រូវចាំថាភាសានេះគឺមានតែភិក្ខុសាមណេរក្នុងពុទ្ធសាសនាអត់មានប្រសក់ទេអចុះពាក្យខ្មែរយើងចំណាំនិយាយតគ្នាថាកុំការកូនក្នុងភាសាវាចង្រៃតាមពិតពាក្យហ្នឹងយើងនិយាយហ្នឹងខុសហើយតែនិយាយខុសវានាំឲ្យបាបវិញទេការកូនក្នុងភាសាក៏មានមិនចង្រៃដែរបើនិយាយចេះទៅវាគ្រាន់តិចកុំការកូនក្នុងភាសាវាសំគួរនិយាយអញ្ចឹងវាគ្រាន់តិចហេតុអ្វីបានគេមិនឲ្យការកូនក្នុងភាសាពីព្រោះពាក្យថាភាសាបានន័យថាម៉េចអាត្មាបកស្រាយពីដើមឆ្នាំភ្លៀងហ្នឹងរដូវភ្លៀងភាសាហ្នឹងវារដូវភ្លៀងដល់យើងការកូនខែភាសាមានអ្នកណាគេមកចឹងមែនទេញោមមានអ្នកណាគេមកហៅគេមិនមកគេដោះស្រាយថាចង់ទៅដែរតែមេឃភ្លៀងណែវាខាតអាកន្លែងហ្នឹងទេដែលគេមិនចង់ឲ្យការកូនក្នុងភាសានោះហើយប្រវត្តិចូលភាសានេះសោតនិយាយអំពីខណ្ឌដែនសីមាដែលភិក្ខុសាមណេរលោកបានកំណត់ភាសាតាមពុទ្ធចំណន់ពុទ្ធកាលអត់មានវត្តត្រឹមត្រូវទេកាលពីដំបូងឡើយណាកាលពីដំបូងឡើយព្រះសម្មាសម្ពុទ្ធមិនតាន់អនុញ្ញាតឲ្យភិក្ខុសង្ឃទទួលវត្តអារាមពីទេយុទេយកាភិក្ខុសង្ឃចាំភាសាញោមរូងភ្នំកពោតព្រៃក្រោមដើមឈើលោកសន្មតឧបមាថាដីហ្នឹង10ម៉ែត្រ4ជ្រុងលោកសន្មតកន្លែងហ្នឹងហើយលោកចាំភាសានៅក្នុងអាដី10ម៉ែត្រ4ជ្រុងហ្នឹងលោកពេលដែលថ្ងៃរះឡើងលោកនិមន្តទៅបិណ្ឌបាតអីធម្មតាអីចឹងទៅពេលយប់លោកត្រូវនាំគ្នាមកអាកន្លែងដី10ម៉ែត្រ4ជ្រុងហ្នឹងវិញតលតែពលឺភ្លឺច្បាស់ទៅលោកចេញពីអារង្វង់10ម៉ែត្រ4ជ្រុងហ្នឹងវិញអញ្ចឹងណាហើយដល់ពេលសម័យនេះមានវត្តមានអារាមត្រឹមត្រូវហើយយើងទៅចាំភាសាក្នុងព្រៃនំតពុះចិត្តទៅអីអញ្ចឹងមកក្នុងវត្តក្នុងអារាមនេះមកអាហ្នឹងរឿងចាំភាសាហ្នឹងហើយបញ្ជាក់ជូនគឺសម្រាប់តែភិក្ខុសាមណេរក្នុងព្រះពុទ្ធសាសនាគេអត់និយាយប្រសក់ចាំភាសាទេប៉ុន្តែនេះបើវត្តយើងនៅចិត្តហ្នឹងអញ្ចឹងញោមចង់មករៀនធัวយើងនាំគ្នាមកពេលល្ងាចហ្នឹងកាន់ទេសជ្ជៈមិនបាច់ចាំបច្ច័យក៏បានដែរព្រោះវាមិនមែនពេលបុណ្យតែបើយើងមានក៏យកមកភេសជ្ជៈទឹកតែស្ករសទឹកដោះគោទឹកក្រូចអីហ្នឹងយើងមកប្រគេនព្រះភិក្ខុសង្ឃទៅហើយយើងនាំគ្នានេះរៀនធัวសូត្រនៅសាលាហ្នឹងទៅព្រោះវត្តយើងវាជិតផ្ទះវាសំណុកណាញោមអីបើញោមមិនចេះធัวញោមមកតែ3ខែមិនល្ងាចពេលព្រឹកដូចប្រសង់អីញោមតាមមកតែពេលល្ងាចហ្នឹងបាយហើយអីហើយយើងមករៀនធัวលោកអាចារ្យដឹកនាំញោមចេះទាំងអស់តែគ្នាហ្នឹងញោមណាក៏ចេះធัวដែរ3ខែហ្នឹងឲ្យតែមកជាប់ហើយបើយើងមិនមកយើងនៅតែមិនចេះអញ្ចឹងយ៉ាងកេញបើគ្មានគ្នាសូត្រទៅមុខទៅក្រោយទៅមុខព្រោះកន្លែងជាប់ឃើញអាហ្នឹងវាតែប៉ុណ្្នឹងទេហើយប្រវត្តិនៃការចាំភាសានេះអាត្មាសំដែងសង្ខេប
ដោយសារចេញពីពុទ្ធបរិស័ទប្រតិកម្មមានមតិរិះគន់តាមពុទ្ធព្រះអង្គត្រាស់ដឹងហើយថ្មីក៏មិនបានបញ្ញត្តិឲ្យភិក្ខុសង្ឃសាដែរកាលនោះដោយសារតែក្នុងវស្សានរដូវភ្លៀងធ្លាក់ជោគចំភិក្ខុសង្ឃចំនួននោះច្រើនញោមរាប់ម៉ឺនរាប់សែនអង្គនិមន្តអាខែមេឃភ្លៀងអញ្ចឹងខែវស្សាហ្នឹងបើមិនតាន់មានវស្សាទេកាលនោះលោកនិមន្តទៅបិណ្ឌបាតលោកនិមន្តទៅនេះទៅនោះដើរជន់ភ្លឺស្រែគេបែកខ្ទេចខ្ទីចុះរាប់ម៉ឺនអង្គហើយមេឃភ្លៀងត្រូវភ្លៀងមកភ្លឺស្រែលើកហើយវាមានទន់មានរឹងឯណាឧបមាថាមួយជួរហ្នឹង 5000 អង្គគ្រាន់តែដើរមួយអង្គមួយជើងហ្នឹងក៏ខ្ទេចដែរភ្លឺស្រែហើយបើមិនកាត់ស្រូវគេគឺមាត់ហ្មងស្រូវហ្នឹងអាស្ទូងហើយថ្មីអាព្រោះហើយថ្មីគឺរៀបតែហ្មងហើយសត្វល្អិតសត្វតូចអីហ្នឹងខ្ទេចខ្ទីងាប់អង្គាលបានមហាជនគេរិះគន់ថាពួកសាមណៈសក្យបុត្រមិនសមណាត្រែកចរក្នុងវស្សានរដូវខ្លះហេមន្តរដូវខ្លះវសន្តរដូវខ្លះអីចឹងណាមិនសមណាដើរទៅពីទៅពីអីចឹងទេសូម្បីពួកលទ្ធិដតីអ្នកកាន់សាសនាដតីក៏គេមានពេលមានការឈប់មានការសម្រាកសត្វតេរឆានសត្វស្លាបក៏គង់ធ្វើសម្បុករដូវភ្លៀងធ្លាក់ចុះដោយហោចអីតែពួកសាមណៈសក្យបុត្រនាំគ្នាដើរទៅពីទៅពីអីចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហៅអនុជានាមិភិក្ខវេវសង្ឃឧបកន្តំមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយចូលចាំព្រះវស្សាហើយវស្សាហ្នឹងមាន2ទៅទៀតទី1បរិមិកវសោបនេយិកាវស្សាទី1ទី2បច្ឆមវសោបនេយិកាវស្សាទី2ប៉ុន្តែវស្សាទី1ហ្នឹងអាចក្រាលគ្រងកឋិនបានវស្សាទី2ក្រាលគ្រងកឋិនមិនបានទេហើយវស្សាទី1ហ្នឹងគេចូលពីណាគឺគេចូលថ្ងៃ100ខែទុតិយាសាទយើងហ្នឹងចេញនឹងថ្ងៃ15កើតខែអាសត់ចឹងមែនទេញោម100ខែអាសាទទល់នឹង15កើតខែអាសត់ហើយកដឹកហើយអាហ្នឹងនៅក្នុងបត្រៃ3ដកវិន័យ3ដកភាគ7រឿងវសោបនេយកវស័កនិយាយអំពីការចាំវស្សាហ្នឹងដល់ពេលសម័យសពថ្ងៃនេះវត្តខ្លះគេចូលថ្ងៃនេះចូលថ្ងៃ15កើតខែអាសាឍហ្នឹងដល់ពេលគេចេញថ្ងៃ15កើតខែអាសាឍវត្តខ្លះទៀតចូល100ខែអាសាឍដល់តែចេញ15កើតខែអាសត់ដែរ100ខែអាសត់ដែរ100ខែអាសាឍចេញ100ខែអាសត់ដែរអាហ្នឹងវាត្រឡប់ត្រឡំអញ្ចឹងអាត្មាមិនយល់ដែរចំណុចហ្នឹងហើយដល់យើងនិយាយទៅគេថាពីដើមឡើយតែអញ្ចឹងយល់មកវត្តខ្លះអត់និយាយលេងទេណាគេចូលថ្ងៃហ្នឹងចូលថ្ងៃ15កើតដល់ចេញ15កើត15រោចអីចឹងទៅហើយដល់សួរទៅថាម៉េចថាតាំងពីដើមឡើយតែអញ្ចឹងបានន័យថាបើគ្រូនាំខុសតាមគ្រូដែរអត់មានសិក្សានៅក្នុងបត្រៃ3ដកឬក្នុងគម្ពីរពុទ្ធសាសនាអត់មានយកបត្រៃ3ដកជាគោលអត់ទេបានន័យថាយកគ្រូជាគោលអញ្ចឹងកន្លែងហ្នឹងមួយបើគ្រូដឹកនាំពីមុនមកត្រូវហើយតែបើគ្រូដឹកនាំខុសគឺខុសតគ្នាអារឿងខុសតគ្នាហ្នឹងដោយគ្រូបរិញ្ញាសេះអញ្ចឹងណាបរិជាហ្នឹងឲ្យគេមើលសេះសាប់តាអាអ្នកមើលសេះហ្នឹងពីរជើងដឹកសេះដើរមុខសេះ
đó làពេលសេះហ្នឹងវាឃើញអាអ្នកដឹកហ្នឹងដើរពីរជើងអាសេះហ្នឹងដើរធ្វើពីរជើងដែរហើយបរិយាជាងឆ្ងល់ថាចុះហេតុអ្វីបានជាសេះយើងហ្នឹងវាជើងបានហៅអាមាត្យមួយមកសួរថាបពុតព្រះសមត្ថទេពបើចង់ឲ្យសេះនឹងដើរត្រង់នេះដល់ដូរអ្នកខែអញ្ចឹងដូរអាអ្នកពីរជើងនឹងចេញយកអាមនុស្សជើងត្រង់មកវិញដល់ប្រហាត់បរៀនដឹកសេះនឹងទៅងូតទឹកទៅលាងទឹកទៅដោះក្អែលដឹកឲ្យវាស៊ីស្មៅស៊ីចំណីហើយសេះនឹងមើលអញ្ចឹងទៅឃើញមនុស្សនឹងដើរត្រង់ដល់យូរទៅដើរត្រង់តាមគេវិញទៅហើយមួយទៀតលោកគ្រូសបកអាឡឹកចៅអធិការវត្តហ្នឹងប៉ុន្តែមិនមែនលោកគ្រូវត្តនេះទេចៅអធិការវត្តដឹងវត្តស្អីទេវត្តហ្នឹងបែបស្លាប់ហើយលោកហ្នឹងលោកកើតប្រកាំងញោមស្គាល់អាជំងឺប្រកាំងហ្នឹងវាប្រកាច់ឲ្យតែក្តៅប្រកាច់ហ៎ដល់តែពេលហើយលោកឆានហើយអីហើយអាឡឹកហ្នឹងតើលោកឆានហើយខ្វៀលសាច់អស់លោកយកអាសបកហ្នឹងគ្រប់ប្រកែកលោកភ្លឹបគ្របនឹងឲ្យវាត្រជាក់ប៉ុន្តែលោកវាមិនបានប្រាកូនចៅដល់ទៅពេលលោកគ្រូនឹងសកត់បាត់ទៅកូនចៅលោកឡើងធ្វើចៅអធិការបន្តឲ្យតែឆានអាឡឹកហើយយកអាសបកអាឡឹកនឹងគ្របក្បាលវត្តហើយដល់ទៅពេលសួរថាមិនបានធ្វើអញ្ចឹងគ្រូសង្កេតវត្តហ្នឹងគឺធ្វើអញ្ចឹងហ្មងត្រូវតែធ្វើអញ្ចឹងតគ្នាអញ្ចឹងបាទតាមពិតអត់ដឹងរឿងថាការលោកគ្រូយកសបកអាឡឹកមកគ្របប្រកែហ្នឹងដោយសារតែលោកកើតប្រកាំងវាភ្លេចប្រាប់អាកើតប្រកាំងនេះហើយបានវត្តហ្នឹងធ្វើតគ្នាទៅហើយមួយទៀតលោកគ្រូបាតធ្លុះលោកវត្តហ្នឹងឲ្យតែឆានហើយអីហើយលោកផ្ងាបាតមើលអញ្ចឹងងាបាតមើលតើវាធ្លុះប៉ុន្មានហើយចំនួនមុនវាក្របាតអញ្ចឹងណាក្របាតឲ្យតែឆានហើយដាក់បាតប្រចាំងមើលវាធ្លុះប៉ុន្មានដល់ទៅពេលលោកសកត់បាតទៅកូនចៅលោកឡើងសក្រាចក្រោយឲ្យតែឆានហើយផ្ងាបាតមើលដូចគ្នាអញ្ចឹងបានន័យថាត្រឡប់មកវិញថារឿងរ៉ាវខ្លះធ្វើតាមទម្លាប់បើត្រូវល្អខ្លះទៀតធ្វើតាមទម្លាប់បើខុសគឺខុសតគ្នាមួយជីវិតកែមិនឡើងញោមកែមិនឡើងអាហ្នឹងវាអញ្ចឹងនេះចង់បញ្ជាក់ជូនញាតិញោមពុទ្ធបរិស័ទស្រីប្រុសឲ្យបានជ្រាបឥឡូវនេះរឿងចូលភាសាមានប្រមាណប៉ុណ្ណេះដូចជាអាត្មាបកស្រាយពាក្យថាទានភាសាហ្នឹងទានធំដែលទាយុទាយកាមានសទ្ធាជ្រះថ្លាយកមកប្រគេនព្រះភិក្ខុសង្ឃដប់ថ្វាយបង្គំព្រះក្នុងពេលលោកចាំភាសាប៉ុន្តែមានចំណុចខ្លះហ្នឹងមកពីណាមកលោកអាចារ្យញោមលោកអាចារ្យវត្តខ្លះមិនវត្តនេះទេវត្តខ្លះគេនិយាយតគ្នាថាទៀនណាបើដុតកុំឲ្យរលត់និយាយអញ្ចឹងអូចាភាសាមិនខ្វះទេទៀនតែបើអត់កុំឲ្យរលត់បើរលត់ទៀនគឺលោកវត្តហ្នឹងដាច់ភាសានិយាយចេញមកតំណើបមកវានឹងស្អីអាលីងអូលេងតាហ៊ានតាលត់ទៀនគឺដាច់ភាសាអាត្មាឮផ្ទាល់តិចហ្មងកាលហ្នឹងកាលឆ្នាំ2000 អាណាអ្នកនិយាយតាអាចារ្យវត្តហ្នឹងហ្មងគាត់ថាលោកពីដើមអត់ចឹងទេអុចមិនឲ្យលត់ទេអុចរហូតមើលតែចិត្តអស់តអាត្មាថាបើវត្តហ្នឹងសបោទៀនញោមឯងអុចទៅហើយញោមឯងនឹងដេកយាមទៀនហ្នឹងមិនបាច់ទៅរកស៊ីអីទេទាំងថ្ងៃទាំងយប់ហ្នឹងបំប្រពន្ធលេងក្បាលចោលឥឡូវទៀនភាសាគេមិននិយាយរឿងទៀនណាគេនិយាយរឿងការចាំភាសាភិក្ខុសង្ឃបើលោកធ្វើឲ្យកន្លងរាត្រីក្រៅអាវាសដាច់តែបើលោកមានកិច្ចឧបមាថាឪពុកម្ដាយលោកឈឺព្រឹកឧបជាភិក្ខុសង្ឃផងគ្នាមានការចាំបាច់អីបន្តលោកលើកសតហៈសច្ចេមេរាយោណដ្ឋិសតហៈផន្តរិយវបណៈនិវត្តេសាមិ
tụ thì dầm bệ tạ thì dầm bệ ấy dân đó bằng ngày tìm bớt thảo đau vọt mình ta đo ngày tìm bấy mau vót đạch và xa hơi vì miễn cách chẳng đây ta nhung ấy ta nhôm đắng nhôm khá dây tiết lục đi chú là xa đo miễn năng xây tao được tê sna khai đi khai lúc nè dây nó tầm nào miễn năng ấy đi nè thọp bùa riêng sau ấy mà này dạp trên cái nè đai bùa nâng mà dây trên máu thôi đi ai chơi men tên hay dây mà chụp ba mà lột thơ chân thẩm thấu với không có xa đa nhẹ nhảy nhớ mà ao ta kê này môn tham ma prap mình bạch đó là tê sana đấy lực ơi cả na trong này môn mọc khai cái che được khai tầng trai môn đâm bay trong và kênh chẳng hạn mà phê hay cả na trong mơ múc phố đạp ra sầm lên nó cả lực ao ta kê này môn khai ta tao kê mình muốn này tao kê mình muốn nó chi viên ta mật hẹ thì khổ xa mà đây phong kia nhôm pro nhôm sray pro upichi ấy chăng á năng 300 cái muốn này đăng đầm nắng lợt sạch hạ tàu pro tai ba tàu tia tàu cam bị thi sen ao tê kê này môn chân nhôm á bà nhôm mình chăm ao lột đạch và xa nhôm trăm đạch khác trâu tai này môn ao tai này môn lục lược sạch hạ tàu ba này bà mình này môn ọt cao tề anh em chẳng thấy atma bà chạy rương tiên nâng ở chọp tam bất tiên đi mình ai mình bách đốt chọp là hốt của bạn đây chỉ viên Việt Nam ha đi phì lục ở tập phê thвай bằng cung rút lục và lột có bạn đây chăm phê thвай bằng cung ọt mình ọt miên hướng tiên ấy luật tiên đạch và xa ọt miên dây bịa năng đi dây bịa chân dây trâu tới khôi kê khôi ai nhỏ hơi dây chân vọt khá nè đôi xa tại bạc can hướng tha ba luật tiên đạch và xa che xà la chăn mù là hai mau bị ấy nhung mù là hai mẹ nà để diêm tiên biết đuôi ấy xà la chăn thầm mò phóng có che xuống đây che sưu chiêm chờ tiết chỗ là che ngum đúng không bằng thà chẳng vọt khá xà la chăn chờ tam bất mau bị cầm nứt lô vọt đang trong ấy che mò nó ấy tam bạc ca nhiệt nhôm ơi xà la chăn vọt thầm ma che hơi mai mà prao chiêng học sập mơ $10 nè anh đang sơ ở đăng hơi cùng oi mong cùng thơ oi lộ ở chân khá cầm đựng sâu xuống đây đó bọn này che đây miền vọt mùi tiếp cái trô ghê nó cái bàn tiền chở nhiều mày thôi mà ná cái đột vàng cùng cái đột ô lại chan nhá mà cu tao phải hết nó mà cu mà cu đã trôn mà cu mà cu đã trôn mà cu ai đột mà đón cầm mùi cu đột cái là tiền chở đột hết ớt một lốt tiếp nhôm ớt một lốt tiếp bà hai chỉ mong phí nhôm đôi thà mà đá tiến ta về cháy về hồ chân tốc phải cháy về nó về mình ở đây phải đá phải cháy thùng nhôm ai đu tiền và mùi đào năng cháy pin và hì cầm nu không và hì rồi bị không mau đôi cu chân ăn lô mà vót non khné đã tới vô bom và lột còn là sập lô đang ở phần man sầm rạp ấy vô sập đang hỏi chỉ lụa tắc sang cao và hì đó ai nom khné vô sập đang mọc bầu không và hì đâm bay ai tắc đang về và lột tiền luật trong toán cầm nu khâu ở liên nhung ma nó tập ra chơi lương một viên ở liên nhung ơi anh cầm học mau pì nè mau pì nhiệt nhôm phục kia nâng chỉ vào xe đại bạc cài dây đào lộn nâng tháng thời chắc đại vào xa ta luật tiên đại vào xa lô khai cái thá mẹ nát đột tầng o chạy nó chơi và hì ở liên anh đang rương mền cả là tham gia nấu riêng nó khai cặp bột anh mình men lên soi tới nó nhiệt nhôm bột bò đi sạch sợi pro chẳng lại hay lâu ní tham gia sầm đai riêng cà chôl và xa rồi có chăm và xa đạch và xa nó phần này chôl mà đo tuôn để ti bột bò đi sạch mà đo của cà chôl và xa chùm non bột tạc cá
sờ bố đôi sẽ thấy mình tây cả hấp ở đây châu và xa tam pất nhôm châu và xa tam pất kê mình oi bị khổ xa mà nế bắn ba tê châu xa tuân tài mình oi lô bắn bát à sái bút bò đi sát chầm đâu trường vọt nắng miền sạch thê trẻ lá ai cập hiệp khné thả vọt dương bay khai pavarana bị khổ xa mà nế không vọt mình bạch bắn bát tê cứ dương đạo bên khné dột chẳng hán mọc và kênh lô anh nắng ấy mình bạch bắn bát tê tái bà trước nâng à rau à ra nhôm scorpio à rau à ra đấy bà này tháp và sọ trường vọt nâng ớt và sọ trường vọt nâng khmiên miền pê về lia na màu tầm nút bầm rong bay khai nâng miền pê về lia na đây kia chư bà buôn thấu chô sầu vô lôi mau trăm côn trăm ở đây ca nghĩa ba tận nê kia buôn sạch tha ban ruột muối nấu bay ruột bay nấu buôn với nhà đài lư ta một tô cái chi máu phao là ruột trôi buôn pieng tức lằng bay pieng oi khla nâng pieng miền pi à môi ọt tức à môi miền tức à ọt tức sầm nóc trôi buôn à miền tức buôn ca đây buôn cho buôn lại lư sầm đây một tô phụ CO về bật tham pếch ba pieng cho lắm chỗ là pieng miền tức tháp buôn thà năng ọt tức hay về miền lụa chết ngọt chạy đón thà họ đón buôn cái bán đó mà đón nó buôn cái bán về chỗ pieng cho lắm lụa hay là hay cái xua chỗ ôm ấy cả đấy bán lụa tận nhầm cho xa pieng và tam quất chỗ buôn cho lắm nhiều mà chôn ca và sọ trường vọt khá khát mình ai tầm lúc bầm rong bay khai năng bán chẳng miền tờ lục bần bạt nó có mình khâu đai miền nhôm khoác lợt làng nhung lợt làng thà thế bay khai năng lục bần bạt tại sao này lục bần bạt tại sao tiếp hay mỗi tiết tháng lục bần bạt khai và sai không vì đây không tiếp ai sắp ta sầm đây nè mình bàn riêng mình bàn sâu mình bàn riêng mình bàn sâu không miên đăng ấy men tuyệt đâu mà nè vô cái ấp về chân thì hay bịa năng giấy to kia bạc căn tập pi không miên đăng ấy tê ai lâu à tham giấy pi tu này ti nhiệt nhôm tu này ti put body sát lục dây lục ta chẳng có nó miên pram á tu này ti miên pram á hay miền ở cả cáo ở tham sầm tay tu nửa ti lô miền pram tu nửa ti nhiệt nhôm miền pram ti mùi à tham anh trâu sắc xa tha tham anh trâu miến cai và cámประกอบ ដោយ មេត្តា cai và cám ประกอบ ដោយ មេត្តា បានន័យថាលើកដៃបំណងថ្វាយបង្គំព្រះក៏ប្រកបដោយមេត្តាថ្វាយបង្គំព្រះសង្ឃក៏ប្រកបដោយមេត្តាមិនមែនថ្វាយបង្គំដោយចិត្តខឹងចេះខឹងចង់អត់ទេហើយក៏ជាអ្នកជឿជាក់យល់ច្បាស់ក្នុងគុណព្រះពុទ្ធមានបញ្ញាគុណករណាគុណវិសុទ្ធិគុណគឺជាអ្នកគោរពជាប់លាប់តាំងសុខនៅក្នុងព្រះពុទ្ធរលឹកនៅពុទ្ធានុសតិជានិច្ចអាហ្នឹងគឺយើងត្រូវមានមេត្តាកាយកម្មប្រកបដោយមេត្តាទី2ត្រូវមានវចីកម្មប្រកបដោយមេត្តាគឺមានការសិក្សាព្រះពុទ្ធវចនៈហើយមានការបន្ទិញស្វាធ្យាយរៀនសូត្រចេះដឹងពោលធម៌សំដែងធម៌បយាយបយលធម៌ឲ្យគេអ្នកមិនយល់អ្នកមិនដឹងឲ្យគេយល់ឲ្យគេដឹងឲ្យគេប្របាត់តាមឲ្យគេធ្វើតាមទី3មានមនោកម្មប្រកបដោយមេត្តាគឺចិត្តមិនមានគិតខុសមិនមានខុសមិនជឿតាមគេតែប្រទេសតែប្រាក់ដឹកនាំពុះជើងថាកន្លែងនេះគូខ្លាំងកន្លែងនេះអ្នកមានបុកន្លែងនេះ
cái này bớt sát đấy cứ không chất miền tai bè lọt nặng trái thành bầyมันមានអវ័យផ្សេងជាទីពឹងទៀតលើទួនាទីញាតិញោមពុទ្ធបរិស័ទទី4អាត្មាអញក៏បីសិក្សាថាជាអ្នកមិនបាត់ទ្វារផ្ទះជាអ្នកមិនបាត់ទ្វារផ្ទះគឺក្រោកទទួលលោកអ្នកមានសិលឥឡូវរឿងមិនបាត់ទ្វារផ្ទះនេះញោមបាត់ទ្វារផ្ទះហ្នឹងបានថាជាអ្នកមានសទ្ធាយល់ទេដូចសង្ឃបណ្ឌបាតចឹងញោមបាត់ទ្វារផ្ទះក៏ដោយប៉ុន្តែគាត់តែឃើញប្រសំញោមមានសទ្ធាញោមបើកទ្វារវិញគេនេះបើកទ្វារផ្ទះក៏ដោយបើញោមគ្មានសទ្ធាទេឈ្មោះថាបាត់ទ្វារផ្ទះដដែលតែបើញោមមានសទ្ធាហើយអាហ្នឹងបើកហើយសទ្ធាហ្នឹងគឺជាទ្វារផ្ទះហើយអាហ្នឹងអញ្ចឹងហើយចំណុចទី5អាត្មាអញត្រូវទំនុកបំរុងបច្ច័យ4ដល់ភិក្ខុសង្ឃក្នុងពុទ្ធសាសនាពីព្រោះអីញោមបានយើងត្រូវទំនុកបំរុងបច្ច័យ4ដោយសារយើងជាពុទ្ធបរិស័ទពុទ្ធបរិស័ទប្រែថាម៉េចញោមប្រែថាអ្នកនៅជុំវិញព្រះសម្មាសម្ពុទ្ធឬក៏ថាអ្នកនៅជិតចិត្តវត្តញោមឯងនៅអាមេរិកក៏ដោយនៅកាណាដាក៏ដោយបើញោមឯងអ្នកកាន់ពុទ្ធសាសនានៅតែពុទ្ធបរិស័ទដដែលហ្នឹងឃើញទេហើយបើញោមឯងនៅក្បែរវត្តប៉ុន្តែញោមឯងមិនមែនពុទ្ធបរិស័ទផងអាហ្នឹងនៅតែមិនដែរហ្នឹងអញ្ចឹងទេញាតិញោមចេះត្រូវសិក្សាមួយទៀតពុទ្ធសាសនុបឋមញោមចំណាំឃើញសម្ដេចលោកប្រទានក្រមងារណាពុទ្ធសាសនុបឋមប្រែថាម៉េចពុទ្ធសាសនុបឋមប្រែថាអ្នកឧបត្ថម្ភទំនុកបំរុងព្រះពុទ្ធសាសនាឧបមាថាឃើញវត្តនឹងខ្វះសាលាឆាន់ឃើញវត្តនឹងខ្វះវិហារហ្នឹងអ្នកទំនុកបំរុងហ្នឹងវត្តនឹងខ្វះចង្ហាន់ខ្វះអីហ្នឹងចឹងហើយមួយទៀតពុទ្ធសាសនិកជនអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនាអាហ្នឹងចឹងទេអញ្ចឹងទេញោមត្រូវចាំចាំគ្រប់គ្នាថាបំណាច់ថាញោមជាពុទ្ធបរិស័ទហើយញោមត្រូវមានកាយកម្មវិច័យកម្មមនោកម្មប្រកបដោយមេត្តាកុំទៅតោះជាមួយព្រះសង្ឃកុំទៅតោះជាមួយអ្នកបួសដូចញោមគាត់មួយមានលោកអាចារ្យមានគណៈកម្មការមានយាយជីទៀតលោកយាយជីហ្នឹងនៅដើម្បីអីមិនមែនដើម្បីឲ្យលោកបំរើទេនៅដើម្បីបំរើព្រះសង្ឃបំរើស្អីទេត្រូវលាងចានលាងត្រូវបបត្រូវដាំបាយត្រូវបោសម្អាតហើយរក្សាសិល8ក៏បានសិល10បានប៉ុន្តែមិនអាចតាំងខ្លួនស្មើព្រះសង្ឃទេទោះបីជាញោមសិល10ក៏ដោយតែញោមឈ្មោះថាហើយអ្នកភេទតែអញ្ចឹងណាព្រះសង្ឃជាឧត្តមភេទខុសគ្នាអញ្ចឹងខុសគ្នាដែរមួយព្រះសង្ឃមួយព្រះសង្ឃហើយបើសិនជាឃើញលោកធ្វើខុសអីតិចតួចมันអាចទៅនិយាយដើមលោកបានទេព្រោះលោកអ្នកមានសិលលោកអ្នកបួសហើយបើយើងគិតថាប្រសងធ្វើចេះមិនត្រូវលោកធ្វើចេះមិនត្រូវយើងមកបួសដែរទៅមកបួសក្នុងវត្តហ្នឹងទៅកុំអារបៀបខុសដៃយកដៃខុសជើងយកជើងវត្តខ្លះមានតែសាលាមានតែពហេមានតែកុដិលោកនៅ2លោកនៅ1មានវត្តមួយទៀតអាចារ្យធំហ្នឹងអាដុំភ្លើងទៅដាក់ផ្ទះគាត់ហើយតខ្សែពីផ្ទះគាត់ទៅវត្តឃ្លាំងវត្តគាត់អ្នកកាន់បើគាត់ត្រូវចិត្តគាត់ចាក់សោឲ្យមីឆានបើគាត់មិនត្រូវចិត្តគាត់បង្អត់លោកហើយលោកនៅតែ2ទេឥឡូវចិត្តងាប់ហើយពេលណាគាត់កាច់បរ៉ែតបើភ្លើងពីផ្ទះគាត់ភ្លឺបើគាត់កាច់បិទអាហ្នឹងចប់អស់ចាដល់ថ្នាក់ហ្នឹងណាញោមមិនលេងសើចទេណាចុះឡើងមកទៅជាប្រសងសក្រាចលោកទៅវិញធ្វើឲ្យត្រឹមត្រូវញោមមិនបានទេខុសធ្ងន់មកណាស់គេថាបើមិនជួយជោគជួយចែវកុំយកជើងរៀបទឹកបើថាធ្វើមិនធ្វើអីកុំតែផ្ដេសតែផ្ដាស់មិនបានទេអាចារ្យជាអ្នកដឹកនាំគណៈកម្មការជាអ្នកកត់ត្រាបច្ច័យកឋិនបានប្រមាណកសាងប្រមាណប្រកេនប្រសង់ប្រមាណប្រកេនលោកក្រាលគ្រប់ប្រមាណ
cái khẩu xa mà đây cha mà xaประมาณ anh ăn chẳng ai bài trong chun chả chả đào nuôi hot không bị thi bon trâu bị phía xa thế này mà tô này thòng đào co nhung thật nồi tiền trong vậy chỉ loạn đôi tiếc bánh nhưng mình trôi mà đo rương dương vinh còn toàn ai là nhâm bài anh trai ở đây cha miền cha thúng cha là múa mà cha tôi cha miền bay cha thúng nước nẹt đặc nom cha thúng chứ cha ruộng chứ cha bắt tọp ruộng ban riêng để che tầm ác này ấy pe đặc nom sâu thô pe đặc nom về ấy nắng thấu sắc sao ở che tầm ác này còn mà bị cha thúng chứ cho là cha ruộng tệ bệ sau phẹ qua là hàng sam ma sam cột thú ai mình chân tệ bệ sau qua là hàng sam ma sam sai hà học mọt sốt pan nên mới kiểu rọc lôi luôn anh còn mình sưu đây đặt ngon một vị chú ba hay dân ấy cả nạ cam mà cá miền tuôn để tí đăng lư vọt class cả nạ cam mà cá cục crom và chai vọt class và xong cục crom bàn tay khang na cục crom của khang năng đấu bàn tay bay chạy đánh chỉ nam lột miền mũi và sọ miền mùi đó thôi ấy vô chi mập tiên đâu chặt chạy từ này ở chân tàu năng ao về sọ chân tàu mình ai và sọ mình ai mau miền sấp bình chia và sang bàn tề mình ai miền sấp mau bình chia bàn tề mình đã chẳng ao lục thời chơi mình thấu thời chơi luôn chia và sọ tề đây ao của quân đâu tập tè tề miền sấp ấy nam mau bình chia lục ở nhà nhai bàn tề miền vọt mũi nữa ma thọp tận đâu nắng ban pi bờ xa cái thai chơi cái hào lục một chung mấy cái chẳng ao nè lục cũng ăn á bao cả ná oi nâu cả ná oi chinh ba là thama cho trường clan đấy cả nữa thama tha thama mình khai thama chẳng oi một ta năng vĩnh ta ấy thời chân gom thấu đó khuôn ai mà sợ nó mà chơi đang hưởng luôn sấy cả thân hái và mô lối vô tổ tiệt liên oi côn tròn ca là vô côn tình chru trăm nó ba có vô mình đào cả hai tình chuốc đó mình chăm chuốc với ngọt cô ngọt tia ngọt mà bị chlong nên ngọt ở linh hãy chừng sau chia đi phải dắt phải dai nhà là bỏ cả đào cả hai cái nưng cái vô mà ao dân thôi bon chặt chạy không vọt và xong chứ đứa co sáng nó mến co sang thật con sả la phải hết đấy và xong chứ và sợ chơi vọt vào chân đây số xuống cái đâu đó nó còn cruza nhôm nữa phùng ọt nhẹ nhảy ở lâu đó chưa ọt miên phải chạy tập pet ọt miên lôi tập pet hào à cha cả nãy cam mà cài chung một xong ở lâu và sọ trường vọt dương nữa cừu xa nó cái phùng ọt ở lâu phải chạy cái thân dương đấy miên đọc một pì liền đây lâu chui cọt pì liền bay liền ao tại ai cái phép khné bốn là tầng o nưng miên trăm ta co sang vọt một cái nữa co sang và xong có co sang dương mơ bút bò để sát đẹp khoác khát sầm khăn ai cái phép khné tầng o khné năng việc ba nơi nhung và sao hơi năng việc chân đi thấy đầm bay ở vọt dương đi chìm rán đầm bay ở vọt dương là và sao tôi là bà sọ năng che bắt vào bề mọt phong còn mà không anh tích ta hay hù vọt luôn ai luôn sẽ vọt mình là vọt dương nó xong vọt dương vọt kia nó là việc miền vọt na là chiên vọt na đi cầu chma hay năng ngam nấu về pu tầm muối nữa từ hồi na là nhung lo đôi từ kia đó ao từ dân tăng chất chấm pua sáng bón miền đâu từ ban pin linh chứ và hai là thôi bón thôi tiền thì mùi sạch để chán ban bón cho mùa mùi được sáng dân tăng chất chấm pua sáng bón miền đâu là ban đưa vào bật Costco bọc cua lại ta ai bởi dân tăng chất ta chấm pua sáng bón việc ban rập và man mà nó đấy bón ban chở nè tại bởi dân đâu bạc can chứ nhớ mà bà nhôm thôi bón bạc can trôi vọt bạc can nhôm bạch trôi đây mạch thôi đấy mà đang vọt nó mà lo nhôm anh tàu na còn mà lo đây bởi nhôm anh tàu mơ đã cầm hồng luôn đó bên tàu đập bay vô con của sao sòng ruộng cai vì cha chết đấy nè tàu mơ cho lắng mơ tăng bị lô chan lợn lột đi chan hà mọt thùng cho bà lô mọt thùng oi hà thùng lột đi chan cho lợn và cây lột hơi mơ chan tiếp lột đi lột cả na cha lo anh ấp lột sao
លោកឆានអាណាឆានទៅអានឹងរឿងរបស់លោកទៅចឹងទេបែរមកវិញណាញាតិញោមណាញោមត្រូវដឹងទួនាទីខ្លួនឯងអាត្មាបញ្ជាក់ម្ដងទៀតទី1មានកាយកម្មប្រកបដោយមេត្តាទី2មានវិច័យកម្មប្រកបដោយមេត្តាទី3មានមនោកម្មប្រកបដោយមេត្តាទី4ជាអ្នកមិនបាត់ទ្វារផ្ទះបានន័យថាមានសទ្ធាជ្រះថ្លាទី5ទំនុកបំរុងបច្ច័យ4ដល់ភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាសូមអនុមោទនាញោមដើម្បីឲ្យប្រសង់វត្តយើងលោកសុខស្រួលលោកចាំភាសាបានល្អកុំភ្លេចទំនុកបំរុងលោក3ខែហ្នឹងមិនឲ្យមករាល់ថ្ងៃទេជាពិសេសមួយខែ4សិលចេះតែមកទៅមិនអីទេណាញោមណាហ្នឹងហើយសូមអនុមោទនាចូលរួមសម្ដែងក៏ប៉ុណ្ណេះចោះញោមអើយម៉ោង9ហើយអាត្មាក៏មិនបានសម្ដែងអីវែងឆ្ងាយទេហើយមិនបានសម្ដែងឲ្យសុបាយចិត្តខ្លាំងទេពីព្រោះប៉ុននេះប៉ុនវត្តអញ្ចឹងណាប៉ុនវត្តយើងទៅរៀងស្លូតិចទៅនិយាយក្នុងធោអាហ្នឹងឲ្យវាច្រើនតិចទៅលំអិតក្នុងការចូលភាសាចាំភាសាហ្នឹងបន្តិចទៅតែបើប៉ុនតាមភូមិអាហ្នឹងរឿងផ្សេងប៉ុនតាមភូមិរឿងផ្សេងក៏មករបៀបនិយាយថាលោកទេសនាឯងធ្លាប់ស្ដាប់បានសើចបានសប្បាយចិត្តណាដល់ទេសានេះទេអីអញ្ចឹងញោមបុណ្យមិនដូចគ្នាទេអាបុណ្យកតញ្ញូបច្ច័យ4វាផ្សេងបុណ្យខ្មោចផ្សេងបុណ្យចូលភាសាផ្សេងកឋិនផ្សេងភ្ជុំផ្សេងអញ្ចឹងដូចបទចម្រៀងគេច្រៀងអញ្ចឹងវាមានញាក់វាមានស្លូវាមានកំសត់ហើយទេសនាក៏អញ្ចឹងដែរឲ្យដឹងកលៈទេសៈស្ដាប់បានទេញោមហ្នឹងហើយឥឡូវប៉ុណ្ណេះចុះលើសលួសអត់ទេទេសណា1ម៉ោងទៀតទេសមិនកើតញោមតូរីបច្ច័យភាសាទៀតថាមិនដែលមកអីញោមឲ្យតែញោមមុនវត្តមុនក៏អាត្មាមកប្រសក់មុនក៏អាត្មាមកឲ្យតែមុនព្រោះនៅខេត្តតាកែវនេះទេស្រុកកោះមិនដែតហើយចេញភាសាហ្នឹងអាត្មាទៅកាន់វត្តថ្មីវត្តហ្នឹងពហិមិនតាន់មានទេមានអសរទេចាំដល់អាត្មាទៅកាន់វត្តថ្មីសាលាឆាន់អារោកអារាបំឥឡូវហ្នឹងបើអាត្មាមុនទៅឆ្នាំក្រោយហ្នឹងញោមតំណេបើសាលាអាត្មាទៅជួយធ្វើវត្តហ្នឹងផងវត្តធម្មយុទ្ធនៅវត្តធម្មយុទ្ធនៅស្រុកកោះអណ្ដែតខេត្តតាកែវអីទៅលក់ដីលក់អីបាន$1 លានអីហ្នឹងប្រកេនអាត្មា$50,000ទៅក៏មកប្រកេនបន្តិចហើយទៅហ្នឹងក៏ទៅដៃទៅទេមានបាយម្ហូបមានសម្ភារៈអីផ្សេងជាពិសេសប្រាក់ហ្នឹងណាហ្មងទៅជួយធ្វើវត្តថ្មីហ្នឹងអាណិតមកញោមអាត្មាមើលទៅដីហ្នឹងត្រូវទិញថែមហើយត្រូវកសាងកុដិមួយសម្រាប់អាត្មាគង់នៅពេលដែលអាត្មាទៅហ្នឹងហើយត្រូវធ្វើពហិហ្នឹងឲ្យហើយតែម្ដងពហិហ្នឹងធ្វើមិនបាច់យូរទេញោម2ឆ្នាំ3ឆ្នាំត្រូវឲ្យហើយហ្មងព្រោះពហិតែ5-10ម៉ឺនហ្នឹងពហិវត្តគណៈធម្មយុទ្ធអត់សូវធំទេញោមពហិមួយ30-40ម៉ឺនហ្នឹងតិចមកភាគច្រើន140000 150000ទេហើយ140000 150000ញោមឯងលក់ដីតែម្ដុំបានមកទេឃើញទេញោមឯងចង់ទៅឋានសួគ៌អត់ចុះបើចង់ទៅឋានសួគ៌ធ្វើពហិមួយម្នាក់ឯងទៅបាទអាត្មាមានក៏អាត្មាមិនធ្វើដែរម្នាក់ឯងពីច្រើនពេកស្រាក់គ្នាទៅអញ្ចឹងណាញោមបាទអាត្មានិយាយប្រាប់ថាវាគ្មានអាណាស្លាប់ទៅយល់លួយទៅបានទេនៅក្មេងចាយវាយបដើធ្វើប៉ុនបដើដល់ចាស់ទៅដល់ធ្វើប៉ុនហ្នឹងញោមឯងទៅច្រៀងការ៉ាអូខេហ្មងបើថ្មិញគ្មានផងណាបំខ្ទាតទឹកមាត់ចូលក្បាលមីក្រូដាក់ក្បែរមាត់ឆ្លងគេងាប់ឥឡូវប្រព័ន្ធនេះចុះលើលុះខ្វះខាតអីក៏សូមអធិស្ឋានលើកឡើងបុណ្យកុសលប្រគេនគុណចាស់គ្រប់ព្រះអង្គជូនបុណ្យញាតិញោមពុទ្ធបរិស័ទស្រីប្រុសសូមទទួលបានចំណែកបុណ្យកុសលដែលកើតអំពីការសម្ដែងធម្មទេសនាបុណ្យចូលវស្សានៅវត្តអង្គការាមនៅក្នុងស្រុកស្អាងឃុំក្រាំងយ៉ៅនេះទាំងអស់គ្នាញោមណាសូមអនុមោទនាការចូលរួមសម្ដែងសន្មតចប់ដោយសង្ខេបប៉ុណ្ណេះអេវ៉ាំង